ថ្ងៃចូលថ្ងៃជ័យថ្ងៃជាលាល្អថ្ងៃជាលាបានថ្ងៃបរមសុខថ្ងៃបរមបានសម្រាប់ពណ៌អង្គាបោះដែលទទួលបានសមាជិកថ្មីចំនួន2គ្រឿងដែលជាស្នាដៃរបស់លោកអ៊ំថូលបាទចាំមើលចេញជាស្នាដៃតានឹងទៅទីយ៉ាងណាដោយស្ថិតនៅក្នុងភូមិអង្គាបោះសង្កាត់កោះពងសัตว์ក្រុងសារីសោភ័ណ្ឌខេត្តបន្ទាយមានជ័យដោយទូកទាំងពីរគ្រឿងនេះគឺមានប៉ានាមថាវិសាមានជ័យបារមីវត្តអង្គាបោះហើយមួយគ្រឿងទៀតគឺមានប៉ានាមថាមហាធីណៃមានជ័យបារមីវត្តអង្គាបោះដោយទូកទាំងពីរនេះនឹងចាប់ផ្ដើមកសាងនិងចាប់ផ្ដើមលងសាច់ឈើចាប់ផ្ដើមលងពុំព្រៃគឺចាប់ពីពេលនេះថ្ងៃនេះម៉ោងនេះវេលានេះគឺតទៅតែម្ដងគឺនៅចំថ្ងៃ30យើងនឹងតែម្ដងហើយសម្រាប់ទៅរហូតដល់ថ្ងៃបង្ហើយសម្រាប់ទូកមួយគ្រឿងនេះខ្ញុំអាចនិយាយបានថាផុតចុងខែ7បាទចុងខែ7រួចរាល់ហើយមើលទៅព្រោះពីគ្រឿងរៀងមិនយូរប្រហែលទេបាទបើសិនជាធ្វើជាប់កុំឲ្យធ្វើដាច់ហើយនេះគឺជាសកម្មភាពលោកអ៊ំហើយបងប្អូនយើងណាបាទកំពុងតែឈូសឆាយទៅលើសាច់ឈើទៅលើសាច់ទូកហ្នឹងហើយមានបងប្អូនយើងសួរខ្ញុំថាវត្តអង្គាបោះមានទូកប្រមាណបាទតាមគិតតាំងពីគ្រឿងនេះទៀតដូចជាចូល8ទូកហើយបងប្អូនយើងណាបាទចូល8ទូកហើយហើយຂະຫນາດវែងនោះដូចជា3ទូកដូចជាកូរ៉ាយ៉ានសែនជ័យបារមីប្រទេសតប75សវណ្ណមច្ឆាបុប្ផាអង្គាបោ47សវណ្ណគង្គា32មហាលៀបដូចជា22រតនៈធ្នូពេជ្រនោះដូចជា22ហើយពីដើមហ្នឹងដូចជាអីវិស័តមានជ័យធីណៃមានជ័យយើងហ្នឹងបាទហើយមួយគ្រឿងទៀតដូចជារបស់វត្តព្រៃសំរោងបាទតែមានពនាមថាសំរោងមានជ័យបារមីព្រៃសង់រុក្ខវ័នបាទមានតែប៉ុណ្្នឹងទេបងប្អូនយើង